មិត្តអ្នកស្ដាប់ទាំងអស់គ្នាស្ដាប់មកហើយអំពីរឿងរ៉ាវស្នេហាដ៏អស្ចារ្យមួយដែលបញ្ចប់ដោយទុក្ខសោកក្រៀមក្រំក្រៃលែងនោះគឺរឿងទុំទាវមិត្តដឹងទេថារឿងនេះមានប្រភពមកពីណាកើតក្នុងសម័យកាលណានិពន្ធមុនគេបង្អស់គឺជាអ្នកណានឹងច្បាស់សូមមិត្តតាមដានស្ដាប់ជាមួយខ្ញុំបាទដូចតទៅបងសូមមិត្តជួយចុច Subscribe Channel ខ្ញុំបាទផងនៅរឿងទុំទាវនៅក្នុងអារម្មណ៍កថារឿងទុំទាវរបស់ភិក្ខុសោមលោកបានសរសេរថានេះនឹងថ្លាថ្លែងចែងចាចងលបាំងលបងលបែងលបាយកាយកាព្យាតាំងតែដំណើរកាលមុនជានិទានយូយាឃ្លាឆ្ងាយមិនទៀងអៀល្អក់តក់តឃ្លាត់សង្វាតទៀងផ្ទាត់បត់បរិយាយយើងកែជាថ្មីដែនដីអាយស្រង់ស្រាយតទុកទៅមុខទៀតមានន័យថាភិក្ខុសោមមិនមែនជាអ្នកតែនិពន្ធរឿងទុំទាវទាំងស្រុងដោយខ្លួនឯងនោះទេតាមពិតរឿងនេះមានដំណើរតគ្នាតាមបែបជារឿងនិទានតាំងពីយូរលង់ណាស់មកហើយនៅក្នុងការសិក្សាស្រាវជ្រាវអំពីវង្សាវតារខ្មែរតាមសាសនាស្លឹករឹតលោកអេងសុតបានរកឃើញថារឿងនេះកើតនៅក្នុងរាជព្រះបាទមន្ទរាជាដែលមានរាជធានីតាំងនៅលង្វែកសោយរាជពីឆ្នាំ1568ដល់ឆ្នាំ1576ឯកសារដដែលបានកត់ទុកថានៅពេលដឹងច្បាស់ថាចាញ់បោកម្ដាយហើយនាងទាវក៏ធ្វើសម្បត្តិមួយទៅហៅទុំពីលង្វែកមកចុះថ្ងៃទី1កើតខែប្រគុណឆ្នាំមមែត្រីស័កពុទ្ធសករាជ2115ត្រូវនឹងគ្រិស្តសករាជ1571ជាឲ្យយើងឃើញថារឿងនេះអាចមានដំណាលនិទានតគ្នាតាំងពីសម័យលង្វែកមកតទៅពេលក្រោយឆ្ងាយមកទៀតទើបមានអ្នកទៅសេទុកនៅលើសាស្ត្រាស្លឹករឹតនៅឆ្នាំ1857អុកញ៉ាសន្ធរវោហាមុខបានចារជាពាក្យការព្យាបទពាក្យ7ប្រកបដោយសិលនិពន្ធយ៉ាងល្អគួរគប់គួរឲ្យចាប់អារម្មណ៍ពីព្រោះលោកចេះរើសពាក្យពេចន៍ដែលមានន័យចំនិងត្រឹមត្រូវដូចនេះហើយបានជារឿងរបស់លោកមានទំហំខ្លីប៉ុន្តែមានន័យគ្រប់គ្រាន់មានទស្សនៈវណ្ណៈនិងប្រជាជនច្បាស់លាស់ឲ្យលោកបង្ហាញលក្ខណៈពួកគេបានជាក់លាក់នឹងរូបិយប៉ុន្តែគួរឲ្យស្ដាយព្រោះនៅក្នុងរឿងទុំទាវដែលជាស្នាដៃរបស់លោកអុកញ៉ាសន្ធរវោហាមុខបានត្រូវបាត់ផ្នែកខាងចុងរកមិនឃើញតាំងពីមុនឆ្នាំ1970មកម្លេះគឺបាត់ត្រង់វគ្គព្រះបាទរាមាជើងព្រៃដាក់ទោសទៅលើអជូនបន្ទាប់មកទៀតភិក្ខុសោមលើកយករឿងនេះមកទៅសេឡើងវិញគឺនៅឆ្នាំ1915ក្នុងអារម្មណ៍កថាដែលបានបញ្ជាក់មកស្រាប់ហើយនៅក្នុងឆ្នាំ1942លោកអុកញ៉ានូកនក៏បានទៅសេរឿងនេះមួយបែបទៀតដោយដាក់ចំណងជើងថាទាវឯកស្រាវជ្រាវទុំស្នាដៃសន្ធរវោហាមុខនិងភិក្ខុសោមយើងឃើញថាភិក្ខុសោមមិនមែនទៅសេរឿងនេះឡើងដោយយករឿងដំណាលតជាគោលនោះទេតែលោកបែរជានិពន្ធរឿងដោយឈានចេញពីស្នាដៃរបស់សន្ធរមុខទៅវិញពីព្រោះនៅក្នុងស្នាដៃរបស់លោកមានសេចក្តីមួយចំនួនធំដូចគ្នាបេះបិទទាំងន័យទាំងពាក្យពេចន៍ទៅនឹងអត្ថបទរបស់សន្ធរមុខឧទាហរណ៍នៅក្នុងវគ្គឆ្លងឆ្លើយគ្នារវាងទុំនិងទាវហើយនៅក្នុងឃ្លាមួយចំនួនធំមានពាក្យខុសគ្នាតែមួយម៉ាត់ឬក៏ពីរម៉ាត់តែប៉ុណ្ណោះខុសគ្នានោះគឺ1ភិក្ខុសោមកាលនោះល្បីឈ្មោះបណ្ឌិតទុំនៅខេត្តត្បូងឃ្មុំប្រុសប្រាជ្ញប្រាយចេះច្រៀងឆ្លាស់រឿងសពសរសាយក្នុងដែនដីអាយព្រៀបពុនបានមួយទៀតនាមឈ្មោះបណ្ឌិតពេជ្រចេះស្រេចចេះភ្លេងល្បែងប៉ុន្មានល្បី
ឬល្បីឈ្មោះអ្នកទាំងពីរប្រានខ្សាត់ខ្សានទ្រង់មានរាជបញ្ជា 2. សន្ធមុខ កាលនោះល្បីឈ្មោះថាមើលទុំនៅខេត្តត្បូងឃ្មុំប្រុសប្រាជ្ញប្រាយចេះច្រៀងដឹងរឿងផងទាំងឡាយក្នុងដែនដីអាយព្រៀបពុំបានមានឈ្មោះមួយទៀតពេជ្រក៏យ៉ាងឯកតែបែកខាងភ្លេងពុនប្រមាណល្បីឈ្មោះសាយសោះទាំងពីរប្រានខ្សាត់ខ្សានស្ដេចមានរាជអង្ការវគ្គខ្លះគេកាត់ចោលហើយបន្ថែមថ្មីទៀតជាច្រើនដែលនាំឲ្យយើងឃើញថាភិក្ខុសោមមានទស្សនៈខុសគ្នាស្រឡះពីសន្ធមុខនៅមានបញ្ហាមួយចំនួនទៀតដែលយើងគួរពិចារណាបន្ថែមទុំទាវអ្នកនិពន្ធបានបញ្ជាក់ច្បាស់ថាស្ដេចសោយរាជ្យនៅសម័យកើតរឿងនោះមាននាមថាព្រះបាទរាមាជាងព្រៃតាំងរាជធានីនៅលង្វែកតាមពិតឯកសារប្រវត្តិសាស្ត្រនានាបានឲ្យដឹងថាព្រះបាទរាមាជើងព្រៃមិនមានរាជធានីនៅលង្វែកទេព្រះអង្គតាំងរដ្ឋធានីនៅស្រីសន្ធរហើយសោយរាជ្យបានតែ3ឆ្នាំប៉ុណ្ណោះគឺពីឆ្នាំ1594ដល់ឆ្នាំ1596ក្នុងពេល3ឆ្នាំនេះ2ឆ្នាំដំបូងសម័យប្រទេសជាតិវឹកវរច្របូកច្របល់ជាខ្លាំងព្រះអង្គត្រូវដើរកេណ្ឌទ័ពទៅតាមបណ្ដាខេត្តនានាដើម្បីដេញទ័ពសៀនដែលកាន់កាប់រាជធានីលង្វែកចាត់ទ័ពសៀមពីបន្ទាយលង្វែកបានហើយនៅឆ្នាំ1995រាជស្ដេចអង្គនេះបានស្គាល់សន្តិភាពតែមួយឆ្នាំគត់ដោយនៅឆ្នាំ1596ស្ដេចអង្គនេះត្រូវជនជាតិប៉ូទុហ្កេឈ្មោះ Diego Belaso និងអេស្ប៉ាញ៉ុលធ្វើគុតដោយគ្រាប់កាំភ្លើងក្នុងពេលប្រយុទ្ធគ្នានារាត្រីមួយពេលមួយឆ្នាំនេះរាជស្ដេចអង្គនេះពុំមានឱកាសចូលប្រឡូកក្នុងព្រឹត្តិការណ៍ទុំទាវបានទេម្យ៉ាងទៀតលក្ខណៈព្រះបាទរាមាជើងព្រៃក្នុងប្រវត្តិសាស្ត្រខុសពីលក្ខណៈតួអង្គនៅក្នុងរឿងភាពព្រះបាទរាមាជើងព្រៃពុំមែនជាអ្នកគោរពហើយលះបង់តាមការទូន្មានព្រានប្រដៅនៃពុទ្ធោវាទអង្គក្នុងរឿងទុំទាវទេដូចនេះយើងយល់ឃើញថារឿងទុំទាវប្រហែលជាកើតឡើងមុនរាជព្រះបាទរាមាជើងព្រៃដោយព្រះរាជពង្សាវតារសាស្តាស្លឹករឹតបានកត់ទុកមកនោះពិតមែនតាមដំណើរនេះគឺពិតជាអាចសមស្របតាមទីកន្លែងហើយលក្ខណៈតួព្រះជាអាចចោះសម្រុងគ្នាបានស្ដេចនៅក្នុងរឿងទុំទាវហាក់ដូចជាតួអង្គបន្ទាប់បន្សំប៉ុន្តែតាមពិតលក្ខណៈតួអង្គនេះសំខាន់ណាស់ព្រោះថាសេចក្តីសម្រេចចិត្តរបស់តួអង្គនេះមានឥទ្ធិពលអាចបង្វែរទិសដំណើររឿងបានទាំងមូល